ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើគីមជីឆៃថាវចាគ្រឿងផ្សំមានដូចខាងលើចាអញ្ចឹងយើងមកមើលពីវិធីហាន់ឆៃថាវរបស់យើងជាមួយនឹងខ្ញុំទាំងអស់គ្នាចាជាដំបូងហ្នឹងគឺចាយើងចាត់វាជាពីរមកចាបន្ទាប់មកគឺហាន់វាចាជាចំណិតបែបនេះចាបើសិនជាបងប្អូនប្រើឆៃថាវធំអាចតា3ផ្លែឬមួយក៏4ផ្លែហ្នឹងគឺល្មមហើយទម្ងន់3គីឡូចាអញ្ចឹងពេលដែលយើងចាត់ដែលឆៃថាវយើងរួចហើយយើងមកប្រឡាក់អំបិលចានាងខ្ញុំប្រើអំបិលចាបងប្អូនអាចប្រើអំបិលគ្រួសក៏បានអំបិលម៉ត់ក៏បានចាចំនួនកន្លះខប់ចាខប់ជាងបែបនេះរួចហើយយើងច្របល់វាឲ្យសព្វចឹងមកផ្អាប់វាទុករយៈពេល1ម៉ោង30នាទីចាអញ្ចឹងយើងចាប់ផ្ដើមទៅផ្សំគ្រឿងផ្សេងចាយើងចាប់ផ្ដើមហាន់ស្លឹកខ្ទឹមហើយនិងខ្ទឹមបារាំងចាអញ្ចឹងយើងចាប់ផ្ដើមហាន់ខ្ទឹមបារាំងរបស់យើងបុកវាជាពីរចឹងណាចារួចស្លឹកខ្ទឹមយើងក៏ដូចគ្នាដែរយើងហាន់ប្រវែងមួយថ្នាំងដៃកន្លះមកបែបនេះថាបើយើងរៀបចំបន្លែរបស់យើងរួចរាល់ហើយអញ្ចឹងយើងមកចាកូរម្សៅដំណើបយើងចាអញ្ចឹងនាងខ្ញុំប្រើទឹកចំណុះ300មីលីលីត្រចាហើយដាក់ម្សៅដំណើបយើងហ្នឹងចាដាក់ចូលចាអញ្ចឹងយើងកូរវាឲ្យរលាយជាមួយនឹងទឹកសិនចាមុននឹងយើងបើកភ្លើងចាអញ្ចឹងយើងបើកហ្គាសយើងកូរវាឲ្យคล้ายទៅជាបបរឈ្មោលចាម្សៅដំណើបយើងជាមួយនឹងទឹកហ្នឹងចាឃើញថាវាឡើងបែបហ្នឹងហើយគឺចាអាចបិទហ្គាសបានចាអញ្ចឹងបិទហ្គាសទៅទុកវាឲ្យត្រជាក់ចាចាំយកទៅច្របល់ជាមួយនឹងគ្រឿងផ្សេងចាអញ្ចឹងឃើញថាវាវាត្នោមល្មមហើយគឺ1ម៉ោងកន្លះគឺប៉ុណ្ណឹងចាអញ្ចឹងចាប់ផ្ដើមយើងចាក់ទឹកនឹងចេញចាទុកវាឲ្យស្រស់ទឹកទុកវាឲ្យស្រស់ទឹកចាំយកទៅច្របល់ជាមួយនឹងគ្រឿងយើងចាអញ្ចឹងជាដំបូងហ្នឹងគឺយើងដាក់ចាបបរម្សៅដំណើបយើងចូលអូកំពឹសចាអូកំពឹសខ្ទឹមចិញ្ច្រាំញ៉ៃចាខ្ញីច្រាំសខាំងចាស្ករសបើសិនជាមានទឹកឃ្មុំអាចប្រើទឹកឃ្មុំជំនួសស្ករសក៏បានទេចាបន្តមកទៀតហ្នឹងគឺខ្ទឹមបារាំងខ្ទឹមបារាំងនិយាយច្រើនបន្តិចចា2ផ្លែចាស្លឹកខ្ទឹមហ្នឹងចាំដាក់ពេលក្រោយពេលដែលយើងដាក់ដែលឆៃអីក៏ឆៃថាវយើងនឹងច្បល់ហើយតាមខ្ទឹមតាមច្បល់វាឲ្យសព្វចឹងមកចាអញ្ចឹងពេលដែលគ្រឿងចូលគ្នាសព្វហើយយើងចាប់ផ្ដើមដាក់ដែលឆៃថាវយើងចូលទៅចាថាវយើងហ្នឹងទឹកល្ម
ល្មមដែរចាអញ្ចឹងយើងច្បល់ចូលគ្នាចានឹងជាចុងក្រោយហ្នឹងគឺយើងដាក់ស្លឹកខ្ទឹមយើងចូលស្លឹកខ្ទឹមយើងដាក់វាចូលហើយច្បល់វាឲ្យសព្វជាមួយនឹងឆេថាវគ្រឿងរបស់យើងណាចាចាឃើញថាសព្វហើយអញ្ចឹងយើងអាចចាដាក់វានៅក្នុងធុងបានចាធុងដាក់គីមជីចាបើសិនជាបងប្អូនដែលចូលចិត្តអាចបរិភោគភ្លាមបានចាចាអញ្ចឹងយើងចាប់ផ្ដើមដាក់ក្នុងធុងរបស់យើងចាអញ្ចឹងបងប្អូនទុកនៅខាងក្រៅđểមួយយប់ទៅចាំដាក់វានៅក្នុងទូទឹកកកបើសិនជាបងប្អូនមានទូទឹកកកមានទូសម្រាប់ដាក់គីមជីពេលដែលវាជូរល្មមហើយហ្នឹងគឺបងប្អូនអាចដាក់ចូលក្នុងទូទឹកកកដាក់គីមជីបានចាទុកបានរយៈពេលយូរចាបានរាប់ខែចាដែលប្រភេទដែលគីមជីហ្នឹងគឺគេច្រើនតែប្រើនៅពេលដែលចាបើសិនជាបងប្អូនទៅហាងសាឡុងថាំងឬមួយក៏ខៅឌីថាំងចាគឺគេប្រើប្រភេទគីមជីបែបនេះចាបើសិនជាបងប្អូនដែលចូលចិត្តអាចបរិភោគភ្លាមបានចាតែវាហាងចាវាហាងដោយសារតែឆេថាវអត់ទាន់ចាអត់ទាន់ជូរចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណ